បាទជម្រាបសួរពុកម៉ែបងប្អូនបាទជួបជាមួយខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះបាទគឺថ្ងៃនេះខ្ញុំធ្វើម្ហូបបែបងាយៗទេពុកម៉ែបងប្អូនអាចទស្សនាបានបាទហើយក៏ចំពោះតម្លៃវិញគឺមិនអស់ច្រើនប្រហែលដែរចំពោះត្រីហ្នឹងគឺធូរថ្លៃទេបាទចំពោះត្រីអណ្ដែងណាបាទចំពោះពុកម៉ែបងប្អូនបាទកុំឲ្យខាតពេលវេលាយូរតោះរីករាយទស្សនាទាំងអស់គ្នាផងដែរបាទជំហានដំបូងពុកម៉ែបងប្អូនទិញត្រីអណ្ដែងមកហើយពុកម៉ែបងប្អូនអាចជ្រើសរើសត្រីប្រភេទត្រីឆ្លាំងប្រភេទត្រីផ្សេងៗទៀតក៏បានដែរបាទចំពោះខ្ញុំគឺខ្ញុំយកត្រីអណ្ដែងបាទដើម្បីយកមកឆាថ្ងៃហ្នឹងបាទពុកម៉ែបងប្អូនលាងទឹកហើយកាត់ជាកង់បែបហ្នឹងមកបាទដើម្បីត្រៀមទុកបាទដើម្បីឆាបាទបន្ទាប់មកទៀតគឺខ្ញុំបាទហាន់ខ្ទឹមក្រហមជាចំណិតបែបហ្នឹងបាទពុកម៉ែបងប្អូនហាន់បែបណាដែរអាចពុះជាបាទពុះជា4ចំណិតក៏បានដែរបាទចំពោះខ្ញុំគឺខ្ញុំហាន់បែបហ្នឹងផងដែរបាទពុកម៉ែបងប្អូនចំពោះឆាត្រីអណ្ដែងថ្ងៃហ្នឹងគឺប្លែកបាទគឺប្លែកត្រង់ថាខ្ញុំអត់បុកគ្រឿងទេបាទខ្ញុំវាយគ្រឿងបាទដូចជាដំគ្រឿងណាពុកម៉ែបងប្អូនដូចយើងធ្វើសម្លម្ជូរក្រាក់ដែរបាទយើងថាឆាម្ជូរក្រាក់ត្រីអណ្ដែងពុកម៉ែបងប្អូនអធិស្ឋានផងដែរបាទចំពោះមុខម្ហូបថ្ងៃហ្នឹងបាទអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើសាកបានគឺថាមានរសជាតិឆ្ងាញ់តែម្ដងបាទបន្ទាប់មកគឺខ្ញុំបានដំខ្ទឹមសពុកម៉ែបងប្អូនបាទចំពោះខ្ទឹមសហ្នឹងបន្តិចទៀតខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនបាទហើយបន្ទាប់មកខ្ញុំយកគល់ស្លឹកគ្រៃហ្នឹងបាទយកមកដំបែបហ្នឹងពុកម៉ែបងប្អូនបាទចំពោះពុកម៉ែបងប្អូនអាចបុកគ្រឿងបានបាទអាចធ្វើប្លែកខុសពីខ្ញុំក៏បានដែរបាទចំពោះខ្ញុំធ្វើបែបបាទដូរ style ម្ដងទេពុកម៉ែបងប្អូនដើម្បីចង់ដឹងថាវាមានរសជាតិបែបណាដែរអញ្ចឹងណាបាទយើងធ្វើហ្នឹងគឺដូចយើងសម្លម្ជូរបាទក្រាក់ម្ជូរព្រៃអញ្ចឹងពុកម៉ែបងប្អូនយើងដាក់បាទរំដេងដាក់គល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយនិងម្ទេសផងដែរបាទគឺថាដូចគ្នាតែម្ដងបាទចំពោះពុកម៉ែបងប្អូនដែលមិនបាទចូលចិត្តញ៉ាំម្ទេសច្រើនទេមិនបាច់ដាក់ច្រើនដូចខ្ញុំអញ្ចឹងក៏បានដែរបាទបន្ទាប់មកពុកម៉ែបងប្អូនបាទយកម្ទេសដែលខ្ញុំបានដំហើយនឹងខ្ទឹមសបាទគឺខ្ញុំយកមកបុកឲ្យល្អិតតែម្ដងពុកម៉ែបងប្អូនតែកុំល្អិតពេកណាយើងបុកហើយយើងយកអាគ្រឿងដែលយើងបុកហ្នឹងយកទៅរំលីងជាមួយខ្លាញ់ដើម្បីឲ្យបាទគ្រឿងរបស់យើងហ្នឹងគឺកាន់តែឈ្ងុយតែម្ដងបាទមុននឹងយើងដាក់ត្រីចូលណាពុកម៉ែបងប្អូនបាទចំពោះពុកម៉ែបងប្អូនដែលមិនចូលចិត្តញ៉ាំម្ទេសច្រើនទេគឺមិនដាក់ច្រើនក៏បានដែរតែបើយើងដាក់ច្រើនដូចខ្ញុំចឹងគឺថាម្ហូបរបស់យើងគឺកាន់តែមានរសជាតិឆ្ងាញ់តែម្ដងបាទបន្ទាប់ពីបុកហើយខ្ញុំក៏បានយកបាទម្ទេសនិងខ្ទឹមសដែលខ្ញុំបានបុកហ្នឹងមកដាក់បាទរំលីងនិងខ្លាញ់ក្នុងខ្ទះតែម្ដងពុកម៉ែបងប្អូនបាទបន្ទាប់មកគឺខ្ញុំដាក់ទឹកចូលបន្តិចព្រោះការរំលីងហ្នឹងគឺវាស្ងួតខ្លាំងពេកដោយសារខ្ញុំអត់ប្រើខ្លាញ់ច្រើនទេពុកម៉ែបងប្អូនបាទបន្ទាប់មកខ្ញុំយកគ្រឿងដែលខ្ញុំបានរៀបចំទុកមកមានរំដេងបាទស្លឹកក្រូចសើចហើយក៏ស្លឹកគ្រៃហ្នឹងយកមករំលីងជាមួយគ្នាដែរដើម្បីឲ្យបាទគ្រឿងរបស់យើងហ្នឹងគឺសព្វចូលគ្នាបានល្អបាទពុកម៉ែបងប្អូនបន្ទាប់មកខ្ញុំក៏បានបិទគម្របទុកមួយស្ទុះដែរហើយខ្ញុំក៏បានថែមទឹកបន្តិចទៀតដែរដោយសារវាដាច់ទឹកពុកម៉ែបងប្អូនអធិស្ឋានផងដែរបាទបើមានកន្លែងណាខុសឆ្គងមើលទៅមិនតំណងអីក៏សូមអធិស្ឋានពុកម៉ែបងប្អូនដែរបាទចំពោះការធ្វើម្ហូបនេះគឺខ្ញុំច្នៃធ្វើខ្លួនឯងទេបាទគឺបាទបង្កើតច្នៃខ្លួនឯងតែវាឆ្ងាញ់ឬអត់អញ្ចឹងណាវាអត់ដឹងថាធ្វើម្ហូបអីអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងយើងរៀនច្នៃម្ហូបប្លែកទៅដើម្បីឲ្យហូបទៅកុំទលាន់ផងដែរបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានលីងគ្រឿងបាទគល់ស្លឹកគ្រៃរមៀតរំដេងបាទម្ទេសហ្នឹងបានឡើងឈ្ងុយហើយបាទបន្ទាប់មកខ្ញុំក៏បានដាក់ទឹកចូលបន្តិចទៀតដែរបាទដើម្បីឲ្យគ្រឿងរបស់យើងហ្នឹងបានចេញបាទមកល្អផងដែរបាទបន្ទាប់មកគឺខ្ញុំដាក់ត្រីអណ្ដែងចូលតែម្ដងបាទត្រីហ្នឹងបាទពុកម៉ែបងប្អូនត្រូវតែលាងសម្អាតឲ្យស្អាតតែម្ដងហើយពុកម៉ែបងប្អូនអាចយកទៅស្រុះសិនមកបាទកោសឲ្យស្អាតមកចាំយកមកបាទលាងទឹកហើយកាត់ជាកង់បែបហ្នឹងណា
បាទខ្ញុំបានដាក់ត្រីចូលហើយហើយខ្ញុំត្រឡប់ចុះឡើងហ្នឹងដើម្បីឲ្យសពគ្រឿងជាមួយនឹងត្រីបាទគ្រឿងដែលខ្ញុំបានរំលីងមុនត្រីហ្នឹងណាបាទពុកម៉ែបងប្អូនបាទអាចទស្សនាបានថាម្ហូបហ្នឹងប្លែកបែបណាក៏ពិតមិនពិបាកធ្វើទេពុកម៉ែបងប្អូនគឺងាយស្រួលមែនតើបាទគឺដូចយើងស្លមកជូរប្រៃអញ្ចឹងបាទគឺយើងដំគ្រឿងដាក់បាទចុងក្រោយយើងដាក់ទឹកអំពិលទុំដូចគ្នាដែរអញ្ចឹងណាបាទហើយយើងដាក់ត្រីហើយយើងកូរចុះកូរឡើងទៅបាទហើយយើងកូរធ្វើម៉េចឲ្យសពត្រីបាទសពគ្រឿងចូលជាមួយគ្នាអញ្ចឹងណាបាទតនត្រីវាអត់តនឆ្អិនខ្លាំងបាទបន្តិចទៀតត្រីនឹងឆ្អិនគឺកាលណាយើងកូរចុះកូរឡើងធ្វើឲ្យសាច់ត្រីរបស់យើងហ្នឹងគឺបែកអញ្ចឹងធ្វើឲ្យវាសាច់ត្រីរបស់យើងគឺយើងអាចបានញ៉ាំអញ្ចឹងណាបាទពុកម៉ែបងប្អូនគឺយើងដាក់ទឹកត្រីចូលបន្តិចបាទខ្ញុំដាក់ទឹកត្រីចូលបន្តិចពុកម៉ែបងប្អូនហើយនឹងម្ទេសឆាបាទម្ទេសឆាគឺម្ទេសចិញ្ច្រាំម្ទេសផ្លោកក្រៀមក្រហមណាពុកម៉ែបងប្អូនយកមកទិញមកពីផ្សារមកហើយត្រាំទឹកហើយចិញ្ច្រាំវាមកបើសិនជាអត់មានក្នុងកំប៉ុងអញ្ចឹងបាទបន្ទាប់មកខ្ញុំក៏បានដាក់ប៊ីចេងចូលផងដែរបាទហើយស្ករបន្តិចផងដែរពុកម៉ែបងប្អូនហើយរ៉ូឌីបាទខ្ញុំផ្សំគ្រឿងបាទធ្វើម៉េចឲ្យឆារបស់យើងហ្នឹងគឺកាន់តែមានរសជាតិឆ្ងាញ់តែម្ដងបាទពុកម៉ែបងប្អូនបាទថាឆាក៏បានថាស្លម្ជូរក្រាក់បាទម្ជូរព្រៃក៏បានត្រីអណ្ដែងក៏បានដែរពុកម៉ែបងប្អូនហើយបាទបើមានកន្លែងណាខុសឬមួយក៏មើលទៅមិនតំណងទេបាទគឺអត់ស៊ីស្រ័យផងដែរបាទចំពោះមុខម្ហូបហ្នឹងណាបាទពុកម៉ែបងប្អូនដាក់ទឹកទៅបាទតាមតម្រូវការបើយើងអត់ដាក់ទេវាស្ងួតពេកបាទគឺយើងដាក់ឲ្យវាស្ងួតដើម្បីឲ្យគ្រឿងដែលយើងបានលាយហ្នឹងវាចូលជាតិបានល្អផងដែរបាទបន្ទាប់មកខ្ញុំក៏បានបាទដាក់ស្ករបន្តិចពុកម៉ែបងប្អូនដើម្បីឲ្យបាទម្ហូបរបស់យើងមានរសជាតិបាទរាងប្រៃផ្អែមបន្តិចផងដែរបាទឥឡូវនេះបាទឃើញថាត្រីបាទរបស់យើងបានឆ្អិនហើយពុកម៉ែបងប្អូនបាទបន្ទាប់មកខ្ញុំក៏បានដាក់បាទទឹកអំពិលទុំចូលទៅម្ដងពុកម៉ែបងប្អូនបាទបន្ទាប់ពីខ្ញុំដាក់ទឹកអំពិលទុំចូលខ្ញុំក៏បានបិទគម្របទុកមកសន្ទុះដែរហើយបន្ទាប់មកខ្ញុំមកត្រឡប់បាទត្រីហ្នឹងបាទកុំត្រឡប់ខ្លាំងពេកបាទយើងធ្នមដៃសាបន្តិចទៅព្រោះការពីធ្វើបាទសាច់ត្រីយើងកុំឲ្យបែកបាទឥឡូវនេះឃើញថាក្លិនគឺថាឈ្ងុយតែម្ដងពុកម៉ែបងប្អូនអញ្ចឹងបាទពុកម៉ែបងប្អូនអាចបង់ចុងក្រោយណាមកហូបដល់ពេលឆ្អិនពុកម៉ែបងប្អូនអាចបង់បាទម្រះព្រៅក៏បានដែរបាទចំពោះខ្ញុំបង់បាទស្ទាយថ្មីផងដែរពុកម៉ែបងប្អូនបាទគឺជីអំណងវងផងដែរបាទគឺជីក្រហមបាទគឺខ្ញុំចូលចិត្តក្លិនជីនឹងវងបាទចំពោះពុកម៉ែបងប្អូនដែលមិនចូលចិត្តទេអាចបង់ម្រះព្រៅក៏បានដែរបាទស្លឹកខ្ទឹមក៏បានដែរបាទជំនួសវិញអញ្ចឹងណាបាទចំពោះមុខម្ហូបថ្ងៃនេះគឺខ្ញុំបានធ្វើរួចរាល់ហើយពុកម៉ែបងប្អូនបាទបើមានកន្លែងណាខុសឆ្គងក៏សូមអធិស្ឋានផងដែរបាទហើយពុកម៉ែបងប្អូនកុំភ្លេចជួយ like និងជួយគ្រប់គ្រងដល់ខ្ញុំបាទផងដែរបាទម្ហូបថ្ងៃនេះគឺខ្ញុំធ្វើរួចរាល់ហើយបាទអរគុណច្រើនបាទជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អផងដែរ